បន្ទប់ជួលខ្មៅចងកដែលរឿងហ្នឹងគឺជាការចែករំលែករបស់បងកេសីបងកេសីហ្នឹងគាត់គឺជាអ្នកខេត្តតាកែវគាត់ហ្នឹងបានមកជួលបន្ទប់ជួលនៅភ្នំពេញយើងហ្នឹងប៉ះបន្ទប់ដែលគេទៅចងកហើយហ្នឹងខ្មៅស្រីហ្នឹងលងបន្លាចគាត់ស្ទើរតែរាល់យប់ធ្វើឲ្យគាត់ហ្នឹងលំបាក់ស្មានដល់ក្នុងឆ្នាំ2018ហ្នឹងបងកេសីហ្នឹងគាត់បានរៀនចប់ថ្នាក់ទី12ដល់ពេលអញ្ចឹងគាត់ក៏មករៀនបន្តនៅសាកលវិទ្យាល័យមកកន្លែងនៅទីក្រុងភ្នំពេញយើងនេះឯងដល់ពេលហ្នឹងគាត់បានបញ្ជាក់ប្រាប់មានថាចាគាត់នៅអត់មានផ្ទះបងប្អូននៅភ្នំពេញទេតែបងប្អូនគាត់គឺសិតទៅនៅខេត្តតាកែវទាំងអស់នៅខេត្តផ្សេងដល់ពេលអញ្ចឹងទៅគាត់ក៏ត្រូវមកជួលបន្ទប់ជួលនៅក្បែរសាកលវិទ្យាល័យដែលគាត់រៀនហើយគាត់ក៏រកបានមែនតែបន្ទប់ជួលនោះវាមាន3ជាន់តែជាន់ទី1ជាន់ទី2ហ្នឹងគឺពេញអស់ហើយនៅតែជាន់ទី3ឯងពេលអញ្ចឹងបងកសិគាត់ក៏សម្រេចយកបន្ទប់ជួលហ្នឹងទៅហើយដល់ពេលដែលគាត់ហើអវ៉ាន់ចូលនោះវាចំថ្ងៃចាស់ហើយណាមួយទៀតគាត់ឆ្ងល់ហាំងបន្ទប់ផ្សេងមួយក៏ស្ងាត់ម៉ែដល់ពេលទៅគាត់ក៏គិតថាចេះអូប្រហែលជាមកពីគាត់ហ្នឹងហើសម្ភារៈចូលថ្ងៃច័ន្ទអញ្ចឹងគេត្រូវទៅធ្វើការអស់ហើយអញ្ចឹងតើល្ងាចប្រហែលជាគេអ៊ូអអញ្ចឹងហើយដល់ពេលអញ្ចឹងគាត់ក៏រៀបចំសម្ភារៈហើយគាត់ក៏យកខ្សែហ្នឹងមកចងបញ្យូរកៅអៅនៅក្នុងបន្ទប់ហ្នឹងហើយគាត់ក៏មានរៀបសភៅគាត់ហ្នឹងឲ្យស្អាតបាតចឹងទៅរៀបជាក្រានបាយអីនិយាយរួមទៅរៀបក្នុងបន្ទប់ហ្នឹងមកសែបហ្មងដល់ពេលយប់ហ្នឹងគឺត្រូវខ្មោចស្រីហ្នឹងលងបន្លាចគាត់នៅយប់ដំបូងហ្មងតែគាត់អត់បានចាប់អារម្មណ៍ទេដល់នៅយប់ទី1ហ្នឹងគាត់កំពុងតែកេកសុកហ្នឹងស្រាប់តែស្នួរកៅអៅរបស់គាត់ដែលគាត់ភ្ជួរពីថ្ងៃហ្នឹងដាច់ខ្សែតែម្ដងដាច់ខ្សែហើយកៅអៅហ្នឹងគឺឈ្មោះអានីពេញលើក្រោហ្នឹងហ្មងហើយបងកសិគាត់ដឹងខ្លួនគាត់ថាអូប្រហែលជាគាត់ហ្នឹងចងខ្សែពីថ្ងៃអត់ជាប់ហើយបានដាច់ខ្សែអញ្ចឹងចេះចាំផឹកឡើងចំគាត់ចងណាមួយយប់ហើយគាត់ខ្ជិលរៀបចំអញ្ចឹងគាត់ក៏កេកតទៅដល់ពេលហើយហ្នឹងដល់ពេលថ្ងៃស្អែកឡើងហ្នឹងគាត់ក៏ទៅទិញបាយស្រូបដែលនៅជិតសាកលវិទ្យាល័យរបស់គាត់ហ្នឹងមិញលក់បាយស្រូបហ្នឹងសួរគាត់ហ្នឹងថាចេះពេលដែលគាត់មកកេកនៅបន្ទប់ហ្នឹងមានបញ្ហាអីអត់គាត់កេកលក់ស្រួលអត់មានជួបអីអត់ហើយគាត់ក៏ឆ្លើយធម្មតាថាអត់មានជួបអីផងថាអីមិនមិញហើយមិញហ្នឹងក៏អត់និយាយអីដែរគាត់ក៏បន្តលក់បាយគាត់ធម្មតាហើយបងកសិគាត់ក៏ញ៉ាំបាយចឹងទៅដល់ពេលយប់ទី2ហ្នឹងទូសភៅរបស់គាត់ហ្នឹងបានធ្លាក់មកឡើងពី3ក្បាលហើយធ្វើឲ្យគាត់នឹងខ្លួនកណ្ដាលយប់ទៀតដល់ពេលអញ្ចឹងគាត់គិតថាប្រហែលជាកណ្ដោហត់បុកអីបានធ្វើឲ្យទូនឹងរបូតសភៅចុះមកអញ្ចឹងហើយគាត់ក៏ចាំផឹកទៀតតែចាំរៀបដល់ពេលយប់បន្តមកហ្នឹងគាត់ចេះតែលឺសូរសំឡេងដូចគេរបៀបថាគេខ្វាចគេខ្វាចពីដានចឹងទៅជួនកាលក៏លឺសូរដូចជាមានមនុស្សហៅវ៉ាន់នៅក្នុងបន្ទប់នឹងគ្រុំក្រាំងចឹងទៅជួនកាលក៏លឺសំឡេងបាក់ទឹកនៅក្នុងបន្ទប់ទឹកចោលចឹងណាទាំងដល់គាត់នឹងបានបិទពីប្រឡប់ហើយអស់ហើយតែពេលហ្នឹងគាត់អត់ខ្លាចទេដោយសារតែគាត់នឹងអត់ចេះខ្លាចខ្មោចតាំងពីទូចហើយណាមួយទៀតតាំងពីទូចមកគឺគាត់អាចជួបខ្មោចជួបผีបិសាចអីទេចង់ធ្វើឲ្យគាត់នឹងអត់សូវខ្លាចទេដល់ពេលនៅយប់មួយហ្នឹងគាត់នៅនឹងបានប្រហែលជាមួយអាទិត្យជាងណាស្រាប់តែគាត់កំពុងអាកេសុកហ្នឹងឮសលេងមនុស្សស្រីយំមែនតើយំហាញយំខ្លាំងដូចទួនសោកហើយគាត់មិនគិតថានៅក្នុងបន្ទប់គាត់ទេគាត់គិតថានៅបន្ទប់ផ្សេងទេតែដល់ពេលហើយគាត់ក៏ប្រហើបទ្វារមើលនៅក្រៅនោះគឺអត់មានមនុស្សទេតែសលេងនោះដូចនៅក្នុងបន្ទប់គាត់បន្តិចដូចនៅបន្ទប់ក្បែរខាងបន្តិចហើយគាត់ក៏មិនគិតអីទេគាត់ក៏ស្ងំគេទៅវិញទៅបន្ទាប់មកផឹកឡើងហ្នឹងបងកសិហ្នឹងគាត់ក៏ថ្ងៃហ្នឹងប៉ះចំថ្ងៃអាទិត្យចឹងសាកលវិទ្យាល័យរៀនទេគាត់ក៏បើកទ្វារមកអង្គុយលេងនៅវេដងដាហ្នឹងទៅអញ្ចឹងបានគាត់ចាប់អារម្មណ៍ថាចេះបន្ទប់របស់គាត់ហ្នឹងនៅចង់គេហើយនៅជួរដែលគាត់ជួរហ្នឹងគឺបន្ទប់ផ្សេងហ្នឹងអត់មានទេរបៀបថាបន្ទប់គាត់នៅគៀនគេបំផុតហើយបន្ទប់គាត់ហ្នឹងគឺអត់មានបន្ទប់ទេមានតែបន្ទប់មួយនៅជួរដែលគាត់ជួរហ្នឹងគឺបន្ទប់នៅជាប់កម្មចនាហ្នឹងមានតែមួយទេហើយបន្ទប់មកទៀតគឺអត់មានមនុស្សជួរទេហើយបានបន្ទប់គាត់មកគាត់ទៅបញ្ចាប់អារម្មណ៍ហើយគាត់ក៏ឆ្ងល់ដែរថាសលេងដែលគាត់ឮយប់មិញហ្នឹងមកពីណាបាននៅបន្ទប់ក្បែរគាត់ហ្នឹងអត់មានមនុស្សហងហ្នឹងហើយគាត់ចាប់ផ្ដើមសញ្ញាចិត្តណានៅពេលយប់ហ្នឹងគាត់ក៏ចូលកេកហ្នឹងគាត់កំពុងកេកសុកហ្នឹងស្រាប់តែគាត់ឮសំឡេងក្ដុងក្ដាំងមែនតើធ្វើឲ្យគាត់ភ្ញាក់
គាត់ភ្ញាក់ហើយគាត់ក៏ស្រឡឹងមើលទៅហ្នឹងណាគឺគាត់ឃើញមានស្រមោលខ្មៅមួយស្ទង់នៅឈរនៅក្បែរកន្លែងកៅអៅគាត់បញ្យួរហ្នឹងហើយដល់ពេលគាត់ស្រឡឹងមើលចឹងគាត់ឃើញគាត់ស្រឡឹងមួយសារទៀតបាត់ស្រមោលហ្នឹងឈឹងហ្មងបាត់ស្រមោលហ្នឹងឈឹងគាត់ភ័យមែនតើហើយគាត់ក៏យកភួយហ្នឹងមកគ្របខ្លួនគាត់ហ្នឹងណាហើយគាត់ក៏លឺសូរសម្រាប់ជើងហ្នឹងគេដើរមកសម្ដៅខែរបស់គាត់ហ្មងដល់ដើរមកគ្របហើយនៅចិត្តខែគាត់ហ្នឹងគឺត្រជាក់មែនតើតែគាត់អត់ហ៊ានបើកភួយមើលគាត់ខ្លាចបើកមកហ្នឹងឃើញស្រមោលខ្មៅហ្នឹងទៀតដល់ពេលអញ្ចឹងគាត់ក៏សងំបានមកសន្ទុះគាត់ក៏របៀបថាសំដួលអារម្មណ៍បានហើយហ្នឹងណាគាត់ក៏បើកមើលទៅតែដល់ពេលគាត់បើកមើលទៅគឺអត់មានឃើញអីទេដល់ពេលអញ្ចឹងគាត់ក៏ចាប់ផ្ដើមថាបន្ទប់របស់គាត់ហ្នឹងមានអ្វីផ្លាច់គាត់ចិត្តតែសង្ស័យណាដល់ពេលយកបន្ទាប់មកទៀតហ្នឹងណាលោកបានតែប្រហែលជា3យប់ទេគឺគាត់ឃើញផ្ទាល់តែម្ដងហើយហ្នឹងហើយយប់ដែលគាត់ឃើញផ្ទាល់ហ្នឹងគឺគាត់សម្រេចចិត្តរើកៅអៅចេញមកហ្មងតែគាត់កំពុងអាកេសក់ហ្នឹងណាចាប់តែលឺសលេងកៅអីអាលុំចេញពីកន្លែងម្ដុំកៅអៅគាត់ណាលឺសូរសំឡេងកៅអីអាលុំខាងតែម្ដងធ្វើឲ្យគាត់ភ្ញាក់ទៅគឺគាត់ស្រឡឹងទៅហ្នឹងគឺគាត់ឃើញមានមនុស្សស្រីម្នាក់ហ្នឹងពាក់រ៉ូពណ៌ខ្មៅដែលអេដមីនចឹងណាពាក់រ៉ូពណ៌ខ្មៅហើយហ្នឹងសក់ឡើងវែងហើយទឹកមុខម្នាក់ស្រីហ្នឹងគឺស្ងួតស្ងាត់មែនតើរួចហើយហ្នឹងឃើញម្នាក់ស្រីហ្នឹងកំពុងតែធាក់កៅអីហ្នឹងចងកតែម្ដងហើយនៅកន្លែងកករបស់ម្នាក់ស្រីហ្នឹងស្នាមទោះជាម្នាក់ស្រីហ្នឹងអត់ឲ្យគាត់ឃើញអាក្រក់ក៏គាត់ដឹងថាម្នាក់ស្រីហ្នឹងមិនមែនជាមនុស្សហើយគឺជាខ្មោចដល់ពេលចឹងគាត់ភ័យមែនតើណាគាត់ឡើងចង់គាំងហ្មងណាដល់ពេលគាត់ស្រឡឹងមួយសារទៀតហ្នឹងទឹកមុខដែលស្ងួតស្ងាត់ហ្នឹងមកសិតតែឈាមតក់ចេញពីភ្នែកតែម្ដងធ្វើឲ្យបងកេសីហ្នឹងគឺរត់ចេញមកក្រៅបន្ទប់ទាំងយប់ហ្មងអត់ហ៊ានចូលទៅវិញទេអង្គុយសកករហូតតទៅដល់ភ្លឺគឺគាត់អត់និយាយច្រើនហើយក៏អត់មានមាត់ប្រាប់អ្នកណាដែរគឺគាត់ហើកៅអៅហើអីហ្នឹងចេញពីបន្ទប់ហ្នឹងតែម្ដងទៅរកជួលឡើងផ្សេងអញ្ចឹងណាតែដល់ពេលគាត់ទៅជួលឡើងផ្សេងហ្នឹងគាត់មានការលងបន្លាយទៀតដែរហ្នឹងគឺជាបទពិសោធន៍របស់បងកេសីចាំជួបគ្នានៅវីដេអូក្រោយបាយ